បាទជំរាបសួរបងប្អូនទាំងអស់គ្នាហ្នឹងហើយថ្ងៃនេះខ្ញុំសូមធ្វើការបង្រៀនអំពីការប្រើប្រាស់នៅ app វេលុយរបស់ Western Union ណាទាំងអស់គ្នាអញ្ចឹងសម្រាប់បងប្អូនដែលអត់ទាន់ចេះវេអាចមើលវីដេអូនេះបានអញ្ចឹងខ្ញុំបរៀនមួយដើម្បីឲ្យបងប្អូនងាយយល់គឺយើងប្រើប្រាស់នៅកម្មវិធីវេលុយ Western ដើម្បីវេចូល ABA ទាំងអស់គ្នាហ្នឹងហើយអញ្ចឹងបងប្អូនបើក Western មកនេះបើកតាមខ្ញុំណាបាទបន្ទាប់មកបងប្អូនមើលពាក្យអឺថាផ្ញើបងប្អូនចុចលើពាក្យហ្នឹងមកហើយកន្លែងនេះបងប្អូនរើសប្រទេសមកហ្នឹងហើយយើងរើសកម្ពុជាព្រោះសារ app នេះយើងអាចវេបានទូទាំងពិភពលោកបាទបន្ទាប់មកទៀតបងប្អូនមើលលើត្រូវការវេបងប្អូនវាយចំនួនទឹកប្រាក់មកលុយបាតនេះខ្ញុំដាក់ទៅ500បាតបាទនៅក្នុងនេះវាចេញអត្រាប្តូរបាន$15.34សេនបងប្អូនហើយការទទួលលុយយើងទទួលជាលុយសុទ្ធដើម្បីយើងទាញ MTCN 10ខ្ទង់វាយចូលក្នុងកង់ ABA បាទហើយវិធីចាយលុយយើងតែ QR តាម QR វាងាយជាងបងប្អូនអញ្ចឹងយើងអូសមកចុចដំណើរការតបន្តិចមកបាទកន្លែងនេះគេសេចក្តីណែនាំមកគេទេហើយសំខាន់កន្លែងនេះបងប្អូនវាយឈ្មោះដែលត្រង់ជាមួយ ABA ដើម្បីយើងទាញលុយចូលបានកុំឲ្យខុសកន្លែងនេះបងប្អូនវាយឈ្មោះមុនហ្នឹងហើយកន្លែងនេះឈ្មោះសម្បូរបាទហើយឈ្មោះកណ្ដាលបាច់ដាក់ទេយើងវាយនាមតកូលបាទវាយឲ្យត្រង់គ្នាបងប្អូនបាទប៉ុណ្ណឹងមកបងប្អូនចុចបន្តទៅមុខទៅកន្លែងនេះយើងមិនបាច់ដាក់ទេលេខទូរស័ព្ទអីមិនបាច់ដាក់ទេណាវាយតែឈ្មោះនាមតកូលទៅពីរមុខទេហ្នឹងហើយអញ្ចឹងតទៅយើងមិនបាច់វាយទេព្រោះនេះលើកដំបូងយើងត្រូវវាយទាំងអស់គ្នាហើយចុចបន្តទៅបាទកន្លែងនេះភាគច្រើនយើងវេលុយឆ្លងប្រទេសវាត្រូវដាក់គោលបំណងក្នុងការវេអញ្ចឹងយើងរើសបន្ទាត់ទី1បាទចុចដំណើរការតទៅបាទកន្លែងនេះបងប្អូនពិនិត្យនៅព័ត៌មានទាំងអស់រួចហើយបាទកន្លែងនេះបងប្អូនពិនិត្យមែនទែនណាកុំឲ្យខុសនឹងវិជ្ជាតាមពិតមានភាសាខ្មែរខ្ញុំមិនបានដាក់បងប្អូនអញ្ចឹងបងប្អូនចុចគ្រីសកន្លែងនេះបន្តិចមកហើយបងប្អូនធ្វើការបញ្ជូនអានេះដំណាក់កាលចុងក្រោយវានឹងចេញជា QR code ដើម្បីឲ្យយើង scan ចាយលុយទៅ QR code បងប្អូនហ្នឹងហើយបងប្អូនចាំតិចកន្លែងនេះយូរបាទនេះជា QR code សម្រាប់យើង scan លុយពីធនាគារថៃធនាគារណាក៏បានដែរបងប្អូនអាចធ្វើការ scan ទៅលើ QR code បានអញ្ចឹងបងប្អូនចុច save វាមកบันทึกមកបងប្អូនយកធនាគារថៃ scan បងប្អូនហ្នឹងហើយទី scan ចាយលុយទៅហើយបងប្អូនចុចមកខាង Western ដងទៀតណាដើម្បីយើងទទួលនៅបានលេខ10ខ្ទង់ដែល Western គាត់ឲ្យមកបាទកន្លែងនេះយើងចូល login ចូលណាបងប្អូនអាចទៅ scan ដៃឬវាយលេខកូដចូលអញ្ចឹងឃើញថាប្រតិបត្តិការ500មិញជោគជ័យបងប្អូនសង្កេតមើលពាក្យខៀវអនុម័តណាឃើញហ្នឹងហើយបងប្អូនចុចលើហ្នឹងមកចុចលើពាក្យអនុម័តហ្នឹងមកបាទអញ្ចឹងឃើញលេខ10ខ្ទង់ MTCN ហ្នឹងគឺជាលេខដែលយើងវាយចូលទៅក្នុងកង់ ABA ដើម្បីទាញលុយ500បាតចូលទៅក្នុងកង់ ABA បានប៉ុន្តែវាដូចជាលុយខ្មែរអញ្ចឹងយើងធ្វើការទាញចូលទៅ ABA របស់គ្នាបងប្អូនបើកមកបងប្អូនចុចកន្លែងថាមេនុយផ្ទេរប្រាក់បងប្អូនផ្ទេរប្រាក់មកបាទដល់កន្លែងនេះបងប្អូនអូសឡើងលើបន្តិចហ្នឹងវេបានទូទាំងពិភពលោកអញ្ចឹងយើងចុចលើ Western បងប្អូនបាទចុច Western មកចុចពាក្យថាទទួលប្រាក់យើងយកលេខ10ខ្ទង់មាញ់វាយចូលកន្លែងនេះបងប្អូននេះ MTCN ណាបាទនៅពេលដែលវាយចូលវានឹងស្គាល់ខាង ABA វាស្គាល់ចំនួនទឹកប្រាក់ហើយនឹងអត្រាប្តូរបានប៉ុន្មានគឺវាប្រាប់ដល់នឹងទាំងអស់អញ្ចឹងណាកន្លែងនេះដាក់គូលម្ដងមកហើយនឹងបាទបំពេញ2កលៈកន្លែងនេះបងប្អូនដាក់កន្លែងណាក៏បានដែលបងប្អូនគេថាវាត្រឹមត្រូវអានេះយើងរើសមកថ្លៃវេហ្នឹងទៅថ្លៃអីគេអញ្ចឹងណាវាមានគូលម្ដងរបស់វាព្រោះពាក់ព័ន្ធច្បាប់ឆ្លងប្រទេសបន្តមកបងប្អូនចុចគ្រីសបន្តិចមកយល់ព្រមបាទកន្លែងនេះវាយលេខកូដសម្ងាត់ហើយលុយវាចូលក្នុងកង់ ABA ដោយស្វ័យប្រវត្តិការវេប៉ុណ្ណឹងបងប្អូនងាយៗណាស់បាទអរគុណច្រើន